បានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅគឺជាសកម្មភាពរបស់ក្រុមការងាររបស់បានយើងគាត់ធ្វើការតេស្តទៅលើប្រព័ន្ធខ្សែនៃសំណាញ់ការពារសត្វល្អិតភ្លីបាត់ដែលយើងបានតឡើងជូនអតិថិជនរាល់ហើយចំពោះគម្រោងនេះគឺនៅខាងបូរីភ្នំពេញថ្មីដែលអតិថិជនគឺគាត់ជ្រើសរើសដំឡើងនៅតាមទីតាំងទ្វារនៅតាមទីតាំងបង្អួចនៅក្នុងគេហដ្ឋានរបស់គាត់ទាំងជាន់ផ្ទាល់ដីហើយនិងជាន់លើផងដែរហើយបន្ទាប់ពីតឡើងរួចរាល់ហើយក្រុមការងាររបស់បានយើងត្រូវតែធ្វើការតេស្តទៅលើប្រព័ន្ធខ្សែម្ដងទៀតដើម្បីធានាថាកុំឲ្យតឹងពេកកុំឲ្យធូរពេកដើម្បីអតិថិជនគឺគាត់ប្រើប្រាស់គឺងាយស្រួលក្នុងការប្រើប្រាស់បើសិនជាតឹងពេកឬក៏ធូរពេកគឺយើងសេរីជូនគាត់តែម្ដងជាគោលបំណងរបស់អតិថិជននេះគឺគាត់ចង់ការពារជាមួយនឹងសារល្អិតចេញចូលទៅលើទីតាំងរបស់គាត់ហើយមួយទៀតគឺគាត់ចង់ទទួលយកនៅខ្យល់បរិយាកាសខាងក្រៅដែលសំណាញ់របស់គាត់ហ្នឹងគឺខ្យល់ចេញចូលបានរហូតដល់ 60% ហើយមួយទៀតគឺជាប្រភេទសំណាញ់ដែលអាចដោះលាងសម្អាតទឹកបានបន្ទាប់ពីប្រើរយៈពេលយូរឆ្នាំទៅដោយសារអីដោយសារគ្រោងហ្នឹងគឺយើងមានលក្ខណៈ2ជាន់ហើយសាច់សំណាញ់ហ្នឹងគឺជាប្រភេទសារធាតុ polyester អញ្ចឹងយើងអាចដោះយកទៅលាងសម្អាតបានបន្ទាប់ពីប្រើប្រាស់រយៈពេលយូរឆ្នាំទៅអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានតម្រូវការដំឡើងសំណាញ់ការពារមុខនៅតាមទីតាំងទ្វារនៅតាមទីតាំងបង្អួចអាចសាកសួរព័ត៌មានបន្ថែមខាងក៏បានយើងបានបាទសូមអរគុណ